Hello សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមូនហើយនេះគឺជា first vlog របស់ខ្ញុំដែលខ្ញុំថតរៀនថត vlog លើកទី1អញ្ចឹងណាបងប្អូនទាំងអស់គ្នាដោយសារតែអ្នកនៅចន្ទលើមានអ្នករើចេញអញ្ចឹងខ្ញុំដូរទៅនៅចន្ទលើវិញដោយសារតែវាធូរថ្លៃជាងនៅបន្ទប់នេះដែរអញ្ចឹងថ្ងៃនេះក៏ខ្ញុំមកថត vlog អំពីការរើបន្ទប់របស់ខ្ញុំហើយនេះបន្ទប់ខ្ញុំញ៉ៃញ៉ៃទៅតែដោយសារតែយើងលវធ្វើការមិនពេលរៀបរើបន្ទប់ពីព្រឹកហើយថ្ងៃឡើងត្រូវទៅធ្វើការវិញទៀតនិយាយទៅអស់កម្លាំងឲ្យលេងហ្មងតែគ្រាន់ថាសានេះសំណាងបានបងជួយរើអញ្ចឹងអត់សូវហត់ប្រហែលដែរកន្លែងនេះបងខ្ញុំគាត់រើសោចាក់បន្ទប់និយាយទៅម្ចាស់ផ្ទះបេសោអស់ហើយអត់ដឹងសោវិញណាទេហើយនេះទស្សនវិជ្ជាវេរ៉ុងដាកន្លែងជន់ខ្ញុំនៅនិយាយទៅមានអីទស្សនវិជ្ជាស្អាតម្យ៉ាងដែរតែធ្វើមកយើងត្រូវរើឡើងទៅលើវិញហើយកន្លែងនេះអួតបងខ្ញុំថាអ្នកផ្កាខ្ញុំធ្វើស្អាតអត់គេបន្ទប់ខ្ញុំនេះខ្ញុំធ្វើលើនិយាយទៅធ្វើឲ្យយូរដែរតែអត់បានឲ្យគាត់មើលអញ្ចឹងណាតែថ្ងៃរើបន្ទប់ទៅគាត់ឡើងមកលើអញ្ចឹងក៏បានអ៊ូតទៅហើយឡើយយើងរើអីវ៉ាន់ទៅលើហើយអីវ៉ាន់និយាយពីថៃវ៉ាន់ច្រើននឹងច្រើនជូរឡើងហត់មែនតើគាត់ទៅកតាបដល់ក៏ហើយបងខ្ញុំគាត់ជូនពូជូនអីទៅនិយាយទៅកុំបានបងខ្ញុំជូនតែកុំបីងាប់ឲ្យខ្ញុំនិយាយមែនបើនិយាយរឿងដូរបន្ទប់វិញតាំងពីមកធ្វើការនៅពេញមកគឺថាដូរឡើង3បន្ទប់ហើយរដងរើតែឯងអញ្ចឹងទៅអត់មានអ្នកគេជូនទេតែសារនេះបានបងជួយក៏រៀងធូរដែរគាត់ថាចរាចរណ៍នេះវាអត់សូវចោលអញ្ចឹងទៅយើងជួយឲ្យបានទៅក៏វារៀងលឿនដែរវាអត់សូវហត់អញ្ចឹងណាបើចរាចរណ៍ក្រោមវិញបាញ់និយាយទៅខ្ញុំឡើងម្ដងឡើងចង់ទាំងហក់ខ្យល់ហើយនេះទស្សនវិជ្ជាបន្ទប់ថ្មីរបស់ខ្ញុំមានអីរៀងស្រឡះមានអារម្មណ៍ថាខ្ញុំចូលចិត្តបន្ទប់នេះជាងបន្ទប់មុនមកទេដោយសារមើលទៅវាមានអារម្មណ៍ថាស្រឡះភ្នែកអញ្ចឹងណាហើយមើលទៅ view ក៏វាស្អាតជាងបន្ទប់ចាស់ដែរហើយវាមានខ្យល់ចេញចូលជាងបន្ទប់ក្រោមអញ្ចឹងទៅយើងនៅក៏រៀងស្រឡះខ្លួនដែរមាន view មានអីមើលអញ្ចឹងទៅពេលណាយើង stress យើងអាចមើល view តាមប្អូនឃើញទីក្រុងឃើញអីអញ្ចឹងវាក៏យើងរំសាយអារម្មណ៍យើងដែរអញ្ចឹងណានិយាយទៅ view មានអីស្អាតល្អហើយមានខ្យល់អាកាសចេញចូលល្អតានេះសំខាន់នៅវេរ៉ុងដាក៏យើងអាចទៅឈរលេងឬក៏អង្គុយលេងនៅនឹងបានតែវាកំពូនបន្តិចខ្ញុំមើលទៅវាចោតតែពេលយើងស្លឹងចុះក្រោមដែររៀងមិនដឹងទេឬមានអារម្មណ៍ថាខ្លាចខ្ពស់មនុស្សយើងខ្លាចខ្ពស់តែ view ស្អាតអានេះ view នៅខាងក្រោយនេះក៏យើងអាចដាក់តអង្គុយលេងបានដែរហើយមានខ្យល់អាកាសចេញចូលដូចគ្នាឥឡូវមកដល់កន្លែងយើងហើយបាត់ទៅទៀតហើយនិយាយថាកៅអៅដល់អាហ្នឹងមកភាកតូចទេនៅទុកនៅលើទៀតកៅអៅអត់បានគេចង់និយាយពីថៃវ៉ាន់ផ្សេងអត់ស្វាន់ជូនទេសវ៉ាន់ជូនតែហ្គីតាហើយនឹងកម្រើហត់ប្រាណហ្នឹងហើយបើហ្គីតាវិញវាសួរតែចេះលេងអត់ទេទៅណាក៏វិចទៅតាមផ្លាច់តបាត់ហ្នឹងហ្មងហើយលើយើងយកផ្កាកញ្ចក់អីទៅមុនហើយរបស់ធ្ងន់អត់យកទេអាហ្នឹងទុកឲ្យបងខ្ញុំជូននិយាយទៅខូចដែរហ្នឹងណាហើយនេះយើងរៀបចំបានប៉ុណ្នេះហើយវាអីវ៉ាន់រៀងច្រើនដែរអញ្ចឹងយើងជូនម្ដងតិចយើងជូនមកបដាយើងរៀបបដាអញ្ចឹងទៅកុំឲ្យទៅពេលយើងជូនមកកចោលទៅយើងខ្ជិលឥឡូវមករៀបតុកហើយរៀបតុកដាក់អីវ៉ាន់នៅលើតុកហ្នឹងអីដឹងជាអីវ៉ាន់ស្អីខ្លះទេខ្ញុំដល់កហើយនេះយើងខែកម្រាតុកក្រែលអីនេះតុកនេះសម្រាប់រៀខតសំឡេងយើងរៀបចំឲ្យស្អាតទៅដើម្បីឲ្យមានកម្លាំងចិត្តក្នុងការធ្វើការអញ្ចឹងណានេះដាក់ធូបផ្កាដាក់អីទៅឲ្យវាមានសកម្មភាពបន្តិចណាហើយយើងឯងវត្តបដាអីហ្នឹងយើងដាក់ញាត់ក្រុមតុកហើយទាញកណាត់បាំងទៅកុំឲ្យឃើញកុំឲ្យវាញ៉ៃហើយវ៉ាន់វាច្រើនពេកនេះរៀបចំឲ្យបានតែប៉ុណ្្នឹងឯងស្អាតអស់ហើយធំហ្នឹងមិនដឹងតែគាត់អីទៀតទេដាក់តែប៉ុណ្្នឹងទៅឥឡូវមកដេកគាត់ចងកន្លែងពូភ្លើងនេះម្ដងនិយាយទៅខ្ញុំជួយចិត្តបន្ទប់ស្ដុកលក្ខណៈថាដេកគួរមើលទៅអញញ៉ៃពេញបន្ទប់និយាយពីថារស់នៅក្តីសុខហ្មងណាតែបើថាបែបបញ្ជាស្លាស់អីអត់ចេះនៅទេហើយដូចថាបើបន្ទប់ស្ដុកចឹងណាពេលម៉ាក់ខ្ញុំចូលមកអីគេថាបន្ទប់ស្អីញ៉ៃមែនតែបើខ្ញុំជួយចិត្តរស់នៅណាបន្ទប់បិទស្លឹកឈើបិទជួបិទអីពេញនឹងនិយាយថាចូលមកក្តីសុខហ្មងណាតែនេះរៀបចំបានតែប៉ុណ្្នឹងហើយយើងអត់ទាន់បានរៀបគួរបិទផ្កាបិទអីទេព្រោះអត់ទាន់មានថវិកាទិញអញ្ចឹងហើយយើងរៀបចំម្ដងតិចទៅរៀបចំបានតែប៉ុណ្្នឹងសិនទេដោយសារតែយើងចិត្តដល់មកធ្វើការដែរអញ្ចឹងហើយយើងរៀបមុំសិនទៅចាំថ្ងៃណាយើងទៅនេះយើងរៀបបន្ថែមទៀតអញ្ចឹងទៅហើយទេសភាពមានអីស្អាតនេះមើលខាងក្រៅឃើញអាគារឃើញអីចឹងពេលយប់ឡើងនិយាយថាអែមតែបេះហ្មងនិយាយទៅខ្ញុំជួយចិត្ត view ចឹងពេលណាយើងធ្វើការហត់អីយើងអង្គុយមើល viewម្យ៉ាងឥឡូវនេះបងខ្ញុំជួយចាប់តុកឲ្យនិយាយថាតុកនឹងរេរំសាហាវគិតទៅយើងហើវាឡើងប្រហែលដងវាល្មមរេរំហើយបានបងជួយស្វានឲ្យយើងទៅវាយើងទុកលំដងយើងខ្ជិលទិញថ្មី
ចឹងយើងប្រើអាចារ្យនឹងសិនទៅយើងក៏ចាស់ជាចឹងណាឥឡូវបងខ្ញុំគាត់ជួយស្វានឲ្យចឹងទៅយើងនៅប្រើបានយើងប្រើសិនទៅឥឡូវស្វានហើយបងយើងចាប់ផ្ដើមបោះសម្អាតបន្ទប់នេះហើយតិចយើងលើកដាក់ទៅខាងលើហ្មងយើងអត់បាច់ដោះចេញតែយើងលើកឡើងចរាលលើហ្មងដោយសារតែយើងស្វានហើយចឹងណាឥឡូវយើងដាក់បន្ទប់លើហើយអត់បានថតទេព្រោះដោយសារតែលើកនៅវារៀងបាក់ដែរហ្នឹងគ្នាតែ2នាក់លើកឡើងមកលើហើយដាក់ផ្កាដេកអីតិចទៅឲ្យវាសុខភាពនិយាយទៅចូលចិត្តណាស់ដេកគេជាកញ្ចប់អញ្ចឹងបានអាវាំងនូនបកបិទអាបិទដាច់ឲ្យនេះខ្លីចាយពីថារតំណុកអស់លុយទៀតហើយនឹកឃើញចង់បានវាំងនូនបកបិទឯណាទៀតហើយនេះវាយូបន្ទប់ទឹករបស់ខ្ញុំអត់តបានលេងស្អាតអីបោះជូតអីធំថៅទេហើយក៏មិនဖြစ်ជាមួយនឹងការថតមុខកញ្ចក់ដែរនិយាយទៅកូនបើចឹងមែន vlog របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណច្រើនបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំជម្រាប